សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយទាក់ទងជាមួយនឹងបារាមហើយនឹង query តើគេប្រើប្រាស់បារាមយ៉ាងដូចម្តេចហើយនឹង query យ៉ាងដូចម្តេចជាដំបូងខ្ញុំសូមបកស្រាយទៅលើបារាមគឺគេប្រើដើម្បីឲ្យតម្លៃទៅលើ URL ដោយ start ដោយឆ្លាស់ដែលយើងអាចឲ្យតម្លៃទៅតាមអ្វីដែលយើងចង់បានចំពោះ query គឺគេប្រើដើម្បីឲ្យតម្លៃទៅលើ URL ដែរតែចាប់ដើមដោយសញ្ញាសួរតែយើងអាចសរសេរទៅទងជាមួយ robot ហើយយើងអាចឲ្យតម្លៃហើយយើងគ្រាន់តែប្រើសញ្ញាហ្នឹងដើម្បីឲ្យតម្លៃទៅលើ robot មួយទៀតអញ្ចឹងដើម្បីជាដំបូងខ្ញុំនឹង remote ទៅទងជាមួយនឹងរបៀបប្រើប្រាស់ URL ដំបូងខ្ញុំសូម start project ជាមួយ npm start ឥឡូវយើងកំពុងតែរ៉ាននៅលើ server localhost 3000 អញ្ចឹងខ្ញុំសូមចូលទៅកាន់ localhost 3000 localhost 3000គឺយើងនឹងឃើញថាបច្ចេកយើងកំពុងតែដាក់ហើយអញ្ចឹងយើងអាចឥឡូវខ្ញុំនឹងដាក់ចេះដើម្បីងាយស្រួលមើលអូខេឥឡូវយើងចង់ឲ្យតម្លៃទៅលើ username អញ្ចឹងយើងគាត់នឹងសេឆ្លាស់ user ឆ្លាស់ name ហើយយើងអាចឲ្យតម្លៃលើឈ្មោះអ្វីដែលយើងចង់ឲ្យឧទាហរណ៍ខ្ញុំឲ្យមានអូខេអញ្ចឹងនោះនឹងឃើញពាក្យថា username ដែលយើងមកពីពាក្យថា user បូកជាមួយនឹងបារាមនៃ name ដែលយើងបានបញ្ចូលឥឡូវយើងចូលដល់ query គឺគេប្រើដើម្បីបញ្ចូលតាមរយៈតម្លៃតាមរយៈ URL ដែរប៉ុន្តែគេចាប់ផ្ដើមដោយសញ្ញាសួរឧទាហរណ៍យើងឲ្យតម្លៃទៅលើ title ហើយនឹង author ឧទាហរណ៍ឥឡូវខ្ញុំនឹងសេទៅទៅមើលឥឡូវយើង start ដោយសញ្ញាសួរយើងហៅ pop ហើយយើងសញ្ញាសួរហើយយើងឲ្យតម្លៃទៅលើ title smart នោះយើងអាចឲ្យតម្លៃវាបានហើយឧទាហរណ៍ title ខ្ញុំឲ្យទៅលើ smart story ចុះហើយខ្ញុំនឹងឲ្យតម្លៃទៅលើauthor smart នេះអូខេមានខុសកន្លែងណាមួយអញ្ចឹងដើម្បីមានភាពងាយស្រួលខ្ញុំនឹងcopy នេះពីហើយខ្ញុំកែកន្លែងបន្តនេះខ្ញុំដាក់ story ដូចមុនហើយ title ខ្ញុំដាក់ story ហើយចំពោះអត់ខ្ញុំដាក់មានអូខេនោះយើងនឹងឃើញតម្លៃរបស់វាស្មើនឹងអ្វីដែលយើងមកបញ្ចូលចំពោះបារាមហើយនឹង query គឺមានតែប៉ុណ្្នឹងទេសូមអរគុណ